ស្ដីបងប្អូនអរគ្នាថ្ងៃនេះយើងមានមនុយមួយថ្មីមួយទៀតណាយើងធ្វើការញោមឲ្យឆ្អើអញ្ចឹងយើងឥឡូវនេះយើងធ្វើការហាន់បន្លែឲ្យអស់ហើយចំបន្លែហ្នឹងយើងថ្ងៃនេះយើងបានស្បៃកណ្ដោបន្ថែមហើយយើងមានជីនឹងជីសម្រាប់ញោមមានជីសង្កហុំជីនាងវើងមានជីផ្សេងដែលយើងសម្រាប់ធ្វើញោមហ្នឹងហើយយើងមានម្ទេសយើងដាក់ជី3ជាន់ហ្នឹងគឺវាបង្កើននៅរសជាតិធ្វើរសជាតិឆ្ងាញ់បន្ថែមទៀតចឹងណាបងប្អូនអរគ្នាហ្នឹងហើយឥឡូវបន្លែរបស់យើងហាន់ព្រាមរៀបរយអស់ហើយឥឡូវយើងធ្វើការហាន់ជ្រូកនេះយើងហាន់ធ្វើម៉េចហាន់ស្ដើងបងប្អូនអរគ្នាកាលណាយើងហាន់ក្រាស់ពេកក៏វាអត់សូវឆ្ងាញ់ដែរវាអត់សូវចូលជាតិនៅពេលដែលលាយទឹកជ្រលក់នេះចូលទៅវាអត់ទៅមានរសជាតិទេវាអត់បង្កើននៅរសជាតិធ្វើរសជាតិឆ្ងាញ់ទេកាលណាយើងហាន់ស្ដើងបានល្អជ្រលក់របស់យើងហ្នឹងដែលយើងលាយទៅហ្នឹងគឺវាចូលជាតិបានល្អសម្រាប់ធ្វើការញោមរបស់យើងហ្នឹងឥឡូវនេះយើងធ្វើការហាន់ស្ដើងមែនតើហើយឥឡូវយើងមានកសក់យើងមានទៀតយើងមានពេញប៉ោះយើងមានការ៉ុតអីដាក់ចូលគ្នាទៅឥឡូវយើងធ្វើការហាន់សាច់ជ្រូករៀបរយអស់ហើយឥឡូវយើងធ្វើការដាក់សាច់ជ្រូកនឹងចូលដើម្បីធ្វើការលាយចូលគ្នាចឹងទៅហើយសម្រាប់សាច់ជ្រូករបស់យើងគឺតាមចំណង់ចំណូលចិត្តអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តសាច់ជ្រូកច្រើនយើងដាក់ច្រើនទៅបើសិនជាមិនសូវចូលចិត្តដោយពួកខ្ញុំទេយើងដាក់មកល្មមហើយយើងមានត្រីឆ្អើរបន្ថែមទៀតយើងអាចដាក់ត្រីឆ្អើរបន្ថែមហើយនេះសាច់ជ្រូករបស់ខ្ញុំដាក់ឲ្យខ្ញុំធ្វើធម្មតាតែប៉ាក្មេងគាត់ចូលចិត្តសាច់ជ្រូកនឹងយ៉ាងនេះគាត់ក៏ហាន់សាច់ជ្រូកស្ដើងដាក់ចូលទៅដើម្បីបង្កើននៅរសជាតិពួកថាបើសិនជាអត់មានសាច់ជ្រូក3ជាន់ហ្នឹងទេក៏រសជាតិវាមិនសូវឆ្ងាញ់រសជាតិមិនសូវដិតធ្វើឲ្យវាចូលជាតិបានគ្រប់គ្រឿងល្អដែរអញ្ចឹងណាបងប្អូនអរគ្នាមនុស្សរបស់យើងមួយនេះពេលដែលយើងញ៉ាំហើយជាប់ចិត្តតែម្ដងបងប្អូនអរគ្នាហើយបើសិនជាមានកពឹសបងប្អូនដាក់កពឹសបន្ថែមឥឡូវនេះយើងធ្វើការដំខ្ទឹមរបស់យើងយើងដំដាក់លាយជាមួយខ្ទឹមក្រហមយើងដាក់ម្ទេសចូលដើម្បីធ្វើការក្លុកបើសិនជាយើងក្លុកឲ្យវាម៉ត់ពេកក៏អត់ឆ្ងាញ់ដែរយើងក្លុកមកល្មមទេក្លុកគ្រាន់ថាឲ្យវាបែកឲ្យវាមកល្មមបើសិនអ្នកនរគ្នាសាអ្នកនរគ្នាអាចធ្វើការហាន់ក៏បាននេះយើងដាក់ក្លុកចឹងណានេះគឺការដាក់ក្លុកនៅក្លុករបស់យើងហើយយើងធ្វើការហាន់នៅក្រូចឆ្មាបន្ថែម3ចំបាច់ចូលដើម្បីឲ្យវាមានរសជាតិណាយើងដាក់ក្រូចឆ្មាឲ្យយើងច្រើនគួរសមរសជាតិមុតបន្តិចបានឆ្ងាញ់ញោមបងប្អូនអរគ្នាហ្នឹងហើយឥឡូវនេះគ្រឿងរបស់យើងក្លុករួចហើយយើងធ្វើការចាក់ចូលដាក់ចានមកហ្នឹងហើយយើងដាក់ម្ទេសតាមចំណូលចិត្តបងប្អូនអរគ្នាបើរៀងហឹរដាក់ច្រើនតិចទៅតែពួកខ្ញុំចូលចិត្តហឹរល្មមទេមិនទៅចូលចិត្តហឹរខ្លាំងទេអញ្ចឹងយើងក៏ដាក់តែប៉ុណ្្នឹងទៅហើយជាម្ទេសខ្ទង់ប្រហែលជា2គ្រាប់នឹងអរគ្នាហើយយើងធ្វើការលាយគ្រឿងយើងដាក់ទឹកត្រីចូលទៅទឹកត្រីនឹងយើងធ្វើការដាក់2សភាទៅដើម្បីឲ្យវារសជាតិវាមកល្មមហើយយើងដាក់រ៉ូឌីណារ៉ូឌីប្រហែលជាមួយសភាយើងដាក់ស្ករបន្តិចទៅសម្រាប់បងប្អូនអរគ្នាដែលចូលចិត្តស្ករយើងអាចដាក់ទៅតាមចំណូលចិត្តអានេះហើយយើងដាក់ស្ករប្រហែលជា2សភា3សភាកាហ្វេទេពួកអីចំណូលចិត្តវាខុសគ្នាទៅតាមផ្ទះរៀងខ្លួនទៅតាមចំណូលចិត្តរៀងខ្លួនចឹងណាអានេះយើងតោះថាយើងធ្វើទៅស្គាល់ពីដាក់ប៊ីចេងមកចុងវាដើម្បីឲ្យមានរសជាតិឆ្ងាញ់បន្ថែមទៀតហើយត្រឡប់ទៅយើងចូលចិត្តហូបប៊ីចេងទៅយើងដាក់ប៊ីចេងតិចទៅដើម្បីបង្កើននៅរសជាតិចឹងណាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងធ្វើការដាក់គ្រឿងហើយយើងអាចច្បល់ទៅហើយបន្លែរបស់យើងនេះគឺនៅខ្វះមួយទៀតគឺខ្វះសណ្តែកដីបងប្អូនអរគ្នាអញ្ចឹងញោមកាលណាខ្វះសណ្តែកដីក៏អត់ឆ្ងាញ់ដែរហើយសណ្តែកដីនោះពួកយើងធ្វើការលីងបន្ថែមរួចហើយយើងបុករួចហើយយើងដាក់ចូលទៅហើយយើងដាក់នេះយើងធ្វើការលាយគ្រឿងនេះយើងដាក់អំបិលដើម្បីឲ្យមូសរសជាតិវាមុតណាអ្នកនរគ្នាដាក់អំបិលគ្រួសបើគ្រឿងដាក់ឲ្យមុតចូលនេះទៅដើម្បីឲ្យវាកាត់នៅរសជាតិវាចូលរសជាតិធ្វើឲ្យរសជាតិហ្នឹងកាន់តែឆ្ងាញ់វាធ្វើឲ្យការបឺតស្រូបនៅរសជាតិផ្សេងៗនឹងបានល្អផងដែរហើយយើងធ្វើការច្របាច់ក្រូចឲ្យរៀងជូរល្មមដើម្បីធ្វើការច្បល់ចូលគ្នាកាលណារសជាតិជូរតិចក៏អត់សូវឆ្ងាញ់ដែរតោះតែជូរហ្នឹងមុតដាក់ទៅវាជាប់នៅគល់ដាតរបស់យើងណាអញ្ចឹងបានវាបង្កើននៅរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនអរគ្នាហ្នឹងហើយឥឡូវយើងធ្វើការច្របាច់រៀបរយហើយយើងកូរច្បល់ចូលគ្នាឲ្យចូលគ្រឿងចូលជាតិឲ្យលាយបើលាយប៊ីចេងអត់ទៅហើយយើងធ្វើការចាក់ចូលទៅនេះបន្លែរបស់យើងមានការ៉ុតមានកសក់មានជីផ្សេងហ្នឹងនេះហើយយើងធ្វើការបុកដាក់
ថែមត្រីឆ្អើរព្រោះអីគោលបំណងរបស់យើងគឺបុកត្រីឆ្អើរហើយយើងដាក់ពេញប៉ោះបន្តិចចូលថែមទៅយើងមានសណ្តែកគួរយើងដាក់សណ្តែកគួរថែមទៅ មើលខ្ញុំដឹងមកទៅនោះអាអ៊ុត គាត់រៀងចូលចិត្តសណ្តែកគួរអញ្ចឹងក៏ដាក់សណ្តែកគួរចូលទៅនេះសណ្តែកគួរនៅទាំងអស់គ្នាយើងដាក់ចូលអស់ហើយយើងត្រៀមធ្វើការច្របល់គ្រឿងនឹងចូលគ្នានេះឥឡូវយើងធ្វើការដាក់សណ្តែកគួរចូលអស់ហើយយើងដាក់ពេញប៉ោះបន្ថែមមួយទៀតពេញប៉ោះហ្នឹងក៏វាជួយនៅក្នុងការបង្កើននៅរសជាតិជូរផងដែរហើយយើងមានកំពឹសអ្នកនរគ្នាកុំភ្លេចកំពឹសហ្នឹងក៏វាជួយឲ្យឆ្ងាញ់ផងដែរហ្នឹងហើយនេះត្រីឆ្អើររបស់យើងឥឡូវយើងច្របល់ចូលគ្នាអស់ហើយយើងធ្វើការដាក់ត្រីឆ្អើរចូលមិញដាក់ត្រីឆ្អើរចូលបានខ្លះហើយហ្នឹងហើយអានេះញោមរបស់យើងហ្នឹងគឺយើងដាក់ពេញប៉ោះចូលពេញប៉ោះហ្នឹងយើងធ្វើការដាក់ហើយរៀបរយហើយញោមរបស់យើងហ្នឹងយើងដាក់កំពឹសហ្នឹងចូលទៅហើយដាក់ត្រីឆ្អើរទៅហ្នឹងហើយយើងច្របល់ចូលគ្នាទៅប៉ុណ្ណឹងគឺហើយបងប្អូនអរគ្នាហើយចំណុចរបស់យើងគឺប៉ុណ្ណឹងឯងចប់ហើយខ្ញុំអត់បានថតបន្តទៀតទេហើយក្នុងហ្នឹងគឺយើងគ្រាន់តែជ្រុំញោមវាចូលគ្នាទៅហើយយើងដាក់ទឹកប្រហុកបន្តិចទៅហើយទឹកប្រហុកហ្នឹងគឺតាមចំណូលចិត្តរបស់បងប្អូនអរគ្នាដាក់ទឹកប្រហុកស្រស់បានប្រហុកអីក៏បានដែរហ្នឹងហើយមានប៉ុណ្ណឹងសម្រាប់ចែកជូនបងប្អូនអរគ្នាទស្សនាហើយបើចង់ធ្វើតាមវីដេអូនេះគឺជំនាញតែឆ្ងាញ់តែម្ដងហ្នឹងហើយមានប៉ុណ្ណឹងអរគុណជម្រាបលាបាយបាយ